កម្ពុជាយើងគឺជាទឹកដីសវណ្ណភូមិហ្នឹងមិនមែនថាគាត់ថាសបូមីទេគឺជាទឹកដីដែលអត់មានបញ្ហាដូចប្រទេសផ្សេងៗអត់មានស៊ូណាមីអត់មានរញ្ជួយផែនដីទេគឺថាមានសុវត្ថិភាពល្អតែម្ដងនេះថ្ងៃមុននេះយើងបាទមានបន្ទុះរញ្ជួយផែនដីនៅភូមិមាននៅលើយើងនៅខាងលិចយើងនៅលើនេះចាប់ដើមកន្លែងនេះបងប្អូនណាហើយវាមកក្រោមនៅមកសិតផ្លូវរបស់វាផ្លូវរញ្ជួយផែនដីមកម៉ាឡេមកដល់ហ្វីលីពីនមកដល់ជប៉ុនហ្នឹងផ្លូវរបស់វាហ្មងបាទតែឡែកនៅកម្ពុជារបស់យើងអត់ចំនៅផ្លូវទេល្អមែនតើណាសុវត្ថិភាពល្អចំណាំងឲ្យយើងបាទនេះណាបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់មកធ្វើវីដេអូបាទមានបងប្អូនជាសួរខ្ញុំថារំជួយផែនដីហ្នឹងស្អីគេលោកគ្រូហើយមូលហេតុអីដែលធ្វើឲ្យផែនដីរំជួយរំញ័រចឹងណាហើយតើការរំជួយផែនដីហ្នឹងអាចសម្រាប់មនុស្សបានដោយផ្ទាល់ទេបាទហើយតើយើងធ្វើយ៉ាងម៉េចដើម្បីគេចផុតពីគ្រោះថ្នាក់នៃការរំជួយផែនដីបាទហើយខ្ញុំនេះណាបាទរំជួយផែនដីគឺជាការរំញ័រនៃផែនដីហើយស្អីគេកត្តាអីគេដែលធ្វើឲ្យផែនដីរំញ័របាទវាមាន3ចំណុចបងប្អូនកត្តាដែលធ្វើឲ្យផែនដីរំញ័របាទគឺកត្តាធំបំផុតគឺនេះចលនានៃ plate tectonic បាទចលនានៃ plate tectonic ហើយទី2នេះបាទទី2បាទខ្ញុំប្រាប់បាទកត្តាទី2គឺនេះបន្ទុះក្នុងភ្លើងក៏អាចធ្វើឲ្យផែនដីរំញ័រដែរបាទឃើញណាហើយកត្តាទី3គឺបាទគឺសកម្មភាពរបស់មនុស្សដូចជីករ៉ែជីអីហ្នឹងដងរ៉ែជ្រើធំបាក់ទៅមិនស្រុតមិនញ័រផែនដីហើយដូចថ្ងៃមុនបាទ2ឆ្នាំមុនកូរ៉េខាងជើងសាក់អាវុធប៉ារ៉ាម៉ាណូនៅក្រោមដីបាញ់នៅក្រោមដីមកធ្វើផែនដីរំញ័រដល់កូរ៉េត្បូងជប៉ុនចិនហ្នឹងក៏ជាសកម្មភាពរបស់មនុស្សដែលធ្វើផែនដីរំញ័រដែរបាទអញ្ចឹងណាហើយកត្តាដែលចម្បងក្នុងការធ្វើផែនដីរំញ័រឬរំជួយណាគឺបាទនេះគឺការចលនានៃ plate tectonic បាទចេះបងប្អូននេះផែនដីយើងមើលទៅវាមានរាងមូលចឹងណាយើងគិតថាវានៅជាប់គ្នាណែនជាប់គ្នាណាតាមពិតវាមានចេះបងប្អូនបាទយើងឃើញនេះវាមានជាស្ទាប់បងប្អូនណាបាទស្ទាប់អានេះសបកលើហើយអានេះគេថាម៉ង់តូឬក៏ mental អង់គ្លេសហើយអានេះគេហៅថា snow នៃផែនដី snow កណ្ដាលហើយនេះ snow ខាងក្រៅ snow ក្នុង snow ខាងក្រៅចឹងណាអញ្ចឹងវាមានស្ទាប់ចឹងហើយផែនដីនឹងទៀតសោតបាទវាមិនមែនជានៅជាប់គ្នាណែន master មួយចឹងទេវាមានជាផ្នែកជាដុំណាបាទជាគេហៅថាផ្ទាំងបាទផ្ទាំងនៃផែនដីនេះគេហៅថា plate tectonic នេះបងប្អូនឃើញទេពិសេសនៅលើនេះនៅរវាងសបកផែនដីហើយនឹងនៅខាងលើ upper ម៉ង់តូណាវាជា plate tectonic ហើយ plate tectonic ហ្នឹងវាមានចលនាវាអណ្ដែតបាទវាអណ្ដែតហើយវាធ្វើចលនារហូតចឹងផែនដីមិនបានវាមានចលនាចឹងដោយសារតែនេះផែនដីរបស់យើងចែកជាផ្នែកជាដុំវាផ្គុំគ្នាបាទវាមាន7ផ្នែកទៅ14ផ្នែកចឹងណាបាទយើងថាដុំក៏បានដែរបាទដុំស្រួលយល់ណាបាទចឹងទៅអាដុំរបស់ហ្នឹងវាមិនបានថាពួកនោះវាមានចលនាដោយសារនេះផែនដីខាងក្នុងនេះវាមានកម្ដៅទៅនោះវាធ្វើឲ្យបាទគឺ plate tectonic ហ្នឹងក៏វាមានចលនាបាទមានចលនាទៅមកពេលវាមានចលនាទៅវាពេលប៉ះគ្នាវាបង្កើតជាធម្មពលរំញ័រខ្លាំងបាទចឹងណាប៉ះគ្នាចំចេះវាអាចបង្កើតទៅជាភ្នំប៉ុន្តែពេលខ្លះបាទបន្ទាប់នេះផ្នែកផែនដីខ្លះវាប៉ះគ្នាទៅអាមួយវានៅក្រោមអាមួយវានៅលើចឹងណាហើយមួយទៀតពេលខ្លះវាដាច់ចេញគ្នាទាញចេញពីគ្នាចឹងណាចឹងអានេះជាបាទយើងមើលនេះបាទនេះជាចលនានៃ plate tectonic បាទចឹងណាចឹងមកវាបង្កើតទៅជារំញ័រនៃផែនដីបាទហ្នឹងណាចឹងបងប្អូនមិនដែរគឺមិនដែរនេះបាទនេះវាប៉ះគ្នាទៅវាផែនដីរំញ័រហើយការរំញ័រហ្នឹងគេអាចពោះវាជាកម្លាំងរបស់វាប្រហែលហ្នឹងណា 7.7 ដូចនៅភូមិថ្ងៃមុនហ្នឹង 7.7 Richter ហ្នឹងគឺខ្លាំងអាចបាក់អាគារលំបើពី1ដល់3អីហ្នឹងមិនសូវជាអីទេហើយដល់ខូតដល់វាខ្ពស់ជាងគេនោះបាទដល់9ហ្នឹងអញ្ចឹងទៅបើ9ហ្នឹងខ្លាំងចឹងណាបាទអញ្ចឹងនេះជាមូលហេតុដែលធ្វើឲ្យផែនដីហ្នឹងរំញ័របាទរំញ័របងប្អូនឬក៏រំជួយផែនដីហ្នឹងដោយសារតែចលនានៃ plate tectonic បាទហ្នឹងហើយតើផែនដីការរំញ័រផែនដីហ្នឹងសម្រាប់មនុស្សដោយត្រង់បានទេជាធម្មតាមិនសម្រាប់មនុស្សដោយត្រង់បានទេការរំញ័រនៃផែនដីណាបាទប៉ុន្តែការរំញ័រនៃផែនដីហ្នឹងរំជួយផែនដីហ្នឹងគឺអាចបណ្ដាលឲ្យមនុស្សស្លាប់តាមរយៈគេដូចជាប្រយោលបាទដូចជាការស៊ូណាមីបើសិនជារំជួយផែនដីនៅបាតសមុទ្រចឹងធ្វើឲ្យទឹករមុតមានរលកខ្លាំងរលកខ្ពស់ថារលកយក្សណាបាទជួនកាល100ម៉ែត្រឡើងលើអីចឹងឆ្នេរសមុទ្រមុំដឹងលេចមនុស្សអាចស្លាប់ដោយសារអញ្ចឹងណាហើយទី2បើសិនជាបាទវានៅលើគោកបាទនៅលើដីចឹងធ្វើឲ្យផែនដីហ្នឹងវារំញ័រខ្លាំងចឹងធ្វើឲ្យអាគារបាក់ស្រុតមនុស្សយើងនៅក្នុងអាគារចឹងបាទគឺស្លាប់មនុស្សច្រើនដោយសារអញ្ចឹងហើយបាទគាត់ផែនដីរញ័រយើងនៅលើផែនដីចឹងយើងបើកឡានបើកអីឬយើងដើរអីវាមិនជាបញ្ហាយើងគាត់ឈប់ទៅវាអត់អីទេបាទអញ្ចឹងតើធ្វើយ៉ាងម៉េចដើម្បីគេចផុតពីបាទគ្រោះថ្នាក់នៃការរំជួយផែនដីបាទគឺថាយើងសវត្ថទីកន្លែងទៅសវត្ថភាពផុតគឺទីវាលពេលផែនដីរំញ័រឬរំជួយយើងត្រូវតែរត់គេចចេញពីអាគារមកទីវាលបើនៅសាលាយើងត្រូវតែទៅកន្លែងតារាងបាល់អីជាដើមហ្នឹងណាបាទគឺមិនឲ្យឆ្ងាយពីអាគារបាទគេដួលរលំទៅបាក់ដល់កិនយើងទៅអញ្ចឹងគឺគ្រោះថ្នាក់បាទអញ្ចឹងទីសុវត្ថិភាពគឺទីវាលបាទបើសិនយើងកំពុងបើកបរត្រូវឈប់បាទត្រូវកំពុងធ្វើដើរដំណើរអីបាទយើងមិនឈរយើងក្រាបតិចមកបាទដើម្បីកុំឲ្យយើងដួលអញ្ចឹងណាបាទ
បើសិនជាយើងកំពុងទៅក្នុងអាគារប៉ុន្តែយើងមិនអាចគេចចេញបានតែធ្វើម៉េចទៅបាទវិធីគឺថាមាននៅក្រោមតុពូនក្រោមតុអីចឹងណាដើម្បីកុំឲ្យអីធ្លាក់លើក្បាលយើងអីចឹងទៅហើយកន្លែងដែលសុវត្ថិភាពផុតគឺកន្លែងបន្ទប់ទឹកចឹងណាបើសិនមានអាគារបាក់ឬអីយើងបានទឹកផឹកឬក៏បានទឹកដកដង្ហើមអុកស៊ីហ្សែនអីណានឹងល្អបំផុតហើយបាទនៅជប៉ុនគេបរៀនតាំងពីមតីទៅអំពីការជិះផុតពីគ្រោះថ្នាក់នៃគ្រោះរំជួយផែនដីណាប៉ុន្តែសារស្រុកយើងគេអត់សូវបរៀនដោយសារវារឿងហ្នឹងវាកើតឡើងយូរបាទវាកម្រនឹងកើតឡើងណាតែបើសិនកើតឡើងម្ដងយើងយ៉ាប់ដែរចឹងណាចឹងបានថាយើងចេះនិយាយប្រាប់តទៅដើម្បីក្មេងៗបានដឹងណាតែលោកអាចបើមានថ្ងៃណាកើតឡើងយើងអាចការពារខ្លួនបានចឹងបើមានចម្ងល់បាទបងប្អូនណាគ្រូត្រូវការនេះសម្ភារៈរបស់នេះបាទទៅបរៀនសិស្សណាបាទតាក់ទងមីកងសាយើងមានច្រើនណាឧបករណ៍ដើម្បីបញ្យល់អំពីបាតុភូតនៃរំជួយផែនដីបាទយើងមានភូកូលមានបាទគំរូផ្លែ tectonic បាទហើយយើងមានភូកូលនេះភូកូលសន្ទប់ផែនដីណាបាទឃើញហ្មងជាក់ស្ដែងហ្មងភូកូលសន្ទប់ផែនដីហើយយើងមានគំរូបាទមានទៀតគំរូសន្ទប់ផែនដីដែរនេះបាទហើយយើងមានគំរូនេះបាទគំរូបន្ទុកក្នុងភ្លើងអ្នកបងប្អូនណាបាទតែគ្រូទិញទៅគឺថាអាចទៅបរិញ្ញាបត្រសិស្សបានយកទៅយល់មកបាទក្នុងថ្នាក់សាលាមាននេះមកគឺថាយើងមានឧបករណ៍ឧបទេសសិក្សាស្រាវជ្រាវបានល្អណាហើយចាំលោកគ្រូផែនដីជំនាញផែនដីចាំជួយ comment ជួយបញ្យល់បងប្អូនយើងផងបាទខ្ញុំគាត់ជាអ្នកលក់ទេមិនមែនជាអ្នកជំនាញអីទេក៏បាទអរគុណច្រើនបាទគេគ្រប់គ្រងសម្ភារៈពិសោធន៍បែប STEM គ្រប់ប្រភេទគ្រប់កម្រិតសិក្សានិងគ្រប់មុខវិជ្ជាដូចជាផែនដីគីមីរូបវិទ្យាជីវវិទ្យាមានមីក្រូទស្សន៍telescope និងឧបករណ៍ជាច្រើនផ្សេងៗទៀតដែលធ្វើឲ្យការសិក្សារបស់សិស្សកាន់តែរំភើបបើសិនជាលោកគ្រូចាប់អារម្មណ៍សូមតាក់ទងមេកុងបូកឃីងឬចូលក្នុងក្រុម Telegram មេកុងបូកឃីងឬមកហាងផ្ទាល់សូមអរគុណ